មុនហ្នឹងខ្ញុំត្រូវបានខ្មោចលងនៅកន្លែងផ្ញើឡានមកកន្លែងប៉ុន្តែអឺរឿងមួយហ្នឹងយើងអត់និយាយបានដោយសារតែអ្នកទាំងគ្នាអត់ដងឃើញខ្ញុំនិយាយរឿងខ្មោចពាក់ព័ន្ធជាមួយនឹងរឿងខ្មោចដែលគេចែកម្លែកឲ្យខ្ញុំប៉ុន្តែថ្ងៃហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងត្រូវតែនិយាយដោយសារតែរឿងហ្នឹងគឺយើងជួបផ្ទាល់ខ្លួនឯងកាលពីប្រហែលជា20នាទីមុនខ្ញុំបានចតឡាននៅកន្លែងចតឡានមកកន្លែងដែលខ្ញុំសុំអត់និយាយឈ្មោះទេគឺពេលហ្នឹងគឺគាត់សួរខ្ញុំថាខ្ញុំចតខែឬក៏ចតថ្ងៃប៉ុន្តែខ្ញុំបានប្រាប់គាត់ថាខ្ញុំចតថ្ងៃដោយសារតែខ្ញុំត្រូវការយកឡានចេញអញ្ចឹងណាអញ្ចឹងគាត់ក៏ឲ្យខ្ញុំទៅចតឡានហ្នឹងនៅខាងក្រោយបន្ទាប់ពីខ្ញុំបានចតឡានហ្នឹងនៅខាងក្រោយហើយខ្ញុំរកកន្លែងដាក់ឡានណាដែលវាមានដបូលឡានដើម្បីការពារកុំឲ្យឡានក្តៅចឹងទៅអញ្ចឹងឡានដែលខ្ញុំដាក់ហ្នឹងគឺវាកាន់តែឆ្ងាយជ្រៅទៅមែនតើពេលដែលខ្ញុំចេញមកពីឡានហ្នឹងភ្លាមខ្ញុំបានយកទូរស័ព្ទខ្ញុំប្រចាំង7ពេលខ្ញុំដើរប្រចាំង7ហ្នឹងខ្ញុំមើលពីចង្អាយទៅដំបូងឡើយខ្ញុំគិតថាប្រហែលជាដើមឈើអ្នកនរគ្នាស្លឹកដើមឈើហ្នឹងគឺវាបក់ល្វិចគិតថាអូខ្ញុំប្រហែលជាខ្លាចច្រើនខ្លួនឯងប៉ុន្តែអាស្លឹកឈើដែលខ្ញុំដើរទៅចិត្តវាម្ដងបន្តិចហ្នឹងគឺខ្ញុំបានឃើញជើងអ្នកនរគ្នាខ្ញុំនិយាយនៅមានអារម្មណ៍ថាតក់ស្លុតនេសាភ័យអឺមានជើងកូនក្មេងសបល់ខ្មៅដូចកដោប្រមេះអញ្ចឹងគឺយកចុះយកឡើងពេលដែលខ្ញុំងាកទៅមើលដល់ខាងលើខ្ញុំឃើញកូនហ្នឹងជាកូនប្រុសគាត់មានខ្សែអីមួយយ៉ាងតពួកកគាត់នៅដើមឈើអញ្ចឹងពេលហ្នឹងខ្ញុំស្ពឹកហ្មងអ្នកទាំងខ្ញុំស្ពឹកសង្ស័យខ្ញុំក៏គាត់នៅចិត្តខ្ញុំដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស្រួលខ្ញុំអត់ចង់និយាយអីគឺខ្ញុំដើរកាត់ខ្មោចដែលខ្ញុំបានឃើញហ្នឹងអញ្ចឹងវាអាចជាលើកទី1សម្រាប់ខ្ញុំដែលខ្ញុំបានឃើញប្រឡងខ្មោចដែលវាស្រស់អញ្ចឹងហើយវាមានអារម្មណ៍ថាវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអត់សូវស្រួលអ្នកទាំងគ្នាអញ្ចឹងខ្ញុំសុំបាននិយាយនេះក៏ខ្ញុំអត់មានចង់មកបំផុសបំផុលអ្នកទាំងគ្នាថាមានខ្មោចមែនតើនេះដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំពិតជាបានឃើញក្មេងប្រុសដែលមានខ្សែនៅកតពួកនៅកន្លែងដើមឈើនឹងយកចង់យកឡើងពិតមែនហើយអ្នកទាំងគ្នាយល់អារម្មណ៍យើងធ្លាប់តែមើលក្នុងរឿងទៅគេប៉ុន្តែអាសានេះគឺយើងឃើញខ្លួនឯងច្បាស់មិនត្រឹមតែប៉ុណ្្នឹងទេគឺខ្ញុំប្រមូលអារម្មណ៍មែនតើគឺខ្ញុំដើរកាត់ព្រលឹងខ្មោចដែលលោខ្ញុំនឹងហ្មងខ្ញុំគិតថាបើសិនជាពេលហ្នឹងកូនដែលខ្ញុំឃើញហ្នឹងគាត់អឺលោខ្ញុំដល់ថ្នាក់គាត់និយាយឬក៏គាត់មកប៉ះខ្ញុំប្រហែលជាសបាខ្ញុំនេះឈូសអស់ពីក្បាលដោយសារតែអូយអ្នកតាខ្ញុំមានអារម្មណ៍ថាអត់ស្រួលមែនតើហើយហោះដងយើងនិយាយរឿងខ្មោចយើងនិយាយតែរឿងគេទេប៉ុន្តែរឿងយើងវាមិនសាហាវដល់ថ្នាក់នឹងប៉ុន្តែពេលហ្នឹងឥឡូវហ្នឹងគឺ20នាទីមុនគឺច្បាស់សសម្រាប់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាគិតថាមានបញ្ហាអីដែលអាចដោះស្រាយបានកុំឲ្យខ្ញុំឃើញអញ្ចឹងអាច comment ខាងក្រោមឲ្យខ្ញុំបានដឹងផងដោយសារតែខ្ញុំគឺពិតជាអត់ចង់មានអារម្មណ៍ថាខ្លួនឯងត្រូវឃើញអមនុស្សរហូតអញ្ចឹងឯងដោយសារតែខ្ញុំធ្លាប់បានខ្មោចលងនៅកោះស្ដេចម្ដងខ្ញុំសុំនិយាយត្រង់អញ្ចឹងប៉ុន្តែចាប់ពីថ្ងៃដែលខ្ញុំត្រូវបានខ្មោចលងនៅកោះស្ដេចនឹងរយៈពេលវាចូល2ទៅ3ឆ្នាំហើយប៉ុន្តែខ្ញុំមិនដែលឃើញខ្មោចស្រល់ដល់ថ្នាក់ហ្នឹងឯងតែពេលហ្នឹងគឺខ្ញុំឃើញច្បាស់មែនតើអញ្ចឹងបើសិនជាបងឬក៏លោកពូអ្នកមីងអ្នកគាត់ដឹងរឿងហ្នឹងពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងគឺគាត់អាច comment ខាងក្រោមឲ្យខ្ញុំបានដឹងពីវិធីដោះស្រាយកុំឲ្យយើងជួបបញ្ហាហ្នឹងទៀតអរគុណ